គាំទ្រគំរូល្អឯកឧត្តមនេតខត្រាសញ្ញាសរសើរនិងលើកទឹកចិត្តយុវជនទិវតារារិទ្ធបន្តបេសកកម្មជិះកង់មនុស្សធម៌ដើម្បីស្មារតីជាតិនិងបបផែនជួយសង្គ្រោះកុមារកម្ពុជាមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លងបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមយុវជនកម្ពុជាទិវតារារិទ្ធដែលជាអ្នកផ្សងព្រេងដំបូងគេនិងជាអ្នកជិះកង់ដំបូងគេចេញពីទឹកដីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបដើម្បីរៃអង្គាសជាថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនិងមន្ទីរពេទ្យគុណធបុប្ផាបានមកទទួលអនុសាសន៍ណែនាំដោយផ្ទាល់មួយចំនួនរបស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃច័ន្ទទី12ខែឧសភានេះនាទីស្តីការក្រសួងដោយឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យលោកបន្តបំពេញបេសកកម្មមនុស្សធម៌របស់លោកបន្ថែមទៀតនៅក្នុងស្មារតីនិងបបផែនជួយសង្គ្រោះកុមារកម្ពុជាយើងសន្និសីទសារព័ត៌មានស្ដីអំពីដំណើរបេសកកម្មជិះកង់របស់យុវជនទិវតារារិទ្ធនៅថ្ងៃទី16ខែឧសភាឆ្នាំ2025ខាងមុខនេះគឺធ្វើឡើងដើម្បីបើកបង្ហាញឲ្យសារព័ត៌មានជាតិនិងអន្តរជាតិអាចចោទជាសំណួរផ្សេងៗទៅកាន់យុវជនវ័យក្មេងនិងក្លាហានរបស់យើងពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុបដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនិងមន្ទីរពេទ្យគុណធបុប្ផាផងនិងដើម្បីបន្តផ្សព្វផ្សាយជូនដល់សាធារណជនសប្បុរសជននានាបានដឹងកាន់តែច្បាស់ផងចំពោះបេសកកម្មដ៏វែងឆ្ងាយរបស់យុវជនទិវតារារិទ្ធចំពោះបបផែនកុមារកម្ពុជារយៈពេល11ខែស្មើនឹង338ថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្លងកាត់ជាង15ប្រទេសលើដំរាយផ្លូវជាង 20,000 គីឡូម៉ែត្រនិងបានជួបឧបសគ្គជាច្រើនលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះប៉ុន្តែវាមិនបានคล้ายទៅជារនាំងបិទផ្លូវដល់ដំណើរការគៀងគរថវិកាពីសប្បុរសជននានាដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជានោះឡើយយុវជនទិវតារារិទ្ធនឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបនោះទេផ្ទុយទៅវិញរូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ដែលប្រកបដោយការផ្សងព្រេងនេះដោយលោកបានបញ្ជាក់ថាលោកនឹងបន្តដំណើរទៅកាន់ទ្វីបអាហ្វ្រិកខាងត្បូងបន្ថែមទៀតដោយការធ្វើដំណើរពីទ្វីបអឺរ៉ុបទៅទ្វីបអាហ្វ្រិកខាងត្បូងគឺមានចម្ងាយជាង 20,000 គីឡូម៉ែត្រដែលធ្វើឲ្យអ្នកជិះកង់រូបនេះជឿជាក់ថាលោកអាចនឹងត្រូវចំណាយពេល1ឆ្នាំបន្ថែមទៀតសូមបញ្ជាក់ថាយុវជនតារារិទ្ធធ្លាប់ជោគជ័យម្ដងរួចមកហើយនៅក្នុងបេសកកម្មជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានកាលពីពាក់កណ្ដាលឆ្នាំ2023ដោយឆ្លងកាត់6ប្រទេសមានដូចជាវៀតណាមឡាវថៃមីយ៉ាន់ម៉ាម៉ាឡេស៊ីនិងសិង្ហបុរីដោយប្រើរយៈពេលជាង3ខែលើចម្ងាយផ្លូវ 9,750 គីឡូម៉ែត្រនិងរៃអង្គាសបានថវិកាចំនួន$56,257 ដុល្លារអាមេរិកជូនដល់មន្ទីរពេទ្យកុមារអង្គរហើយយុវជនខ្មែររូបនេះបានក្លាយជាគំរូល្អមួយសម្រាប់ប្អូនជំនាន់ក្រោយដែលហ៊ានសម្រេចក្តីសុបិនខ្លួនឯងដើម្បីបបផែនប្រជាជនខ្លួនឯងដោយបទពិសោធន៍ជិះកង់រយៈពេល6ឆ្នាំមកហើយរាប់ចាប់ពីឆ្នាំ2017ឆ្លងបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់